បាទសួស្តីបងប្អូនគ្នាបាទថ្ងៃនេះខ្ញុំតែមានបាទមេរៀនថ្មីមួយទៀតដែលចែកម្លែកទៅបាទទៅបងប្អូនគ្នាផងដែរបាទថ្ងៃនេះគឺយើងនឹងសិក្សាអំពីប្រយោគមួយចំនួនដែលទាក់ទងទៅនឹងការបាទដើរខាងក្រៅឬក៏សំណួរមួយចំនួនដែលទាក់ទងទៅនឹងការសួរក៏សំណូមពរឲ្យគេជួយឬក៏ឲ្យគេប្រាប់នៅពីព័ត៌មានឬក៏គេសំណូមពរធ្វើអ្វីមួយហាមទៅណាឬក៏សូមធ្វើអ្វីមួយជាដើមបាទអញ្ចឹងគឺដើម្បីកុំឲ្យខាតពេលយូរយើងនឹងចូលទៅគ្នាបាទប្រយោគទី1គឺពាក្យដែលថាはいまっすぐに行ってくださいまっすぐに行ってくださいបាទសូមទៅត្រង់បាទសូមទៅត្រង់បាទហើយចម្លើយវាはいわかりましたはいわかりましたបាទអញ្ចឹងយើងចូលទៅដល់ទី2はい少し戻ってください少し戻ってくださいសូមត្រឡប់មកវិញតិចមកសូមត្រឡប់មកវិញបន្តិចមកណាはいចម្លើយរបស់វាはいわかりましたはいわかりましたはい3番បាទទី3はい右に曲がってください右に曲がってくださいសូមបត់ស្ដាំសូមបត់ស្ដាំはいចម្លើយរបស់វាはい OK ですはい OK ですはいនិយាយបាទចង់បានបាទវាต้องលឿនបន្តិចណាបងប្អូនはい左に曲がってください左に曲がってくださいសូមបត់ឆ្វេងសូមបត់ឆ្វេងចម្លើយはい了解ですចម្លើយនេះគឺដូចនឹងはいわかりましたដូចគ្នាបាទ了解នេះគឺបាទខ្ញុំយល់ហើយបាទឬក៏ចាស់ខ្ញុំយល់ហើយបាទហើយនិយាយបាទ5番は次あたりを右です次あたりを右ですはいបត់នៅស្ដាំចុងខាងមុខបាទមានន័យថាទៅខាងមុខបត់ខាងស្ដាំហើយចម្លើយはいわかりましたはいわかりましたはいតបទៀតគឺចូលទៅដល់ទី6រកគឺបានこの辺わからないですよこの辺わからないんですよហើយនៅក្នុងម្ដុំហ្នឹងគឺកំឡុកហ្នឹងខ្ញុំអត់ស្គាល់ទេដុំហ្នឹងឬកំឡុកហ្នឹងឬក៏ភូមិហ្នឹងខ្ញុំអត់ស្គាល់ទេចម្លើយあそうですかあそうですかអញ្ចឹងអត់ស្គាល់ទេណាអត់យល់ទេអត់ដឹងថាស្គាល់อะไรហ្នឹងទេណាបាទចម្លើយរបស់គេはい次ははい7番ここ地元じゃないんでしょここ地元じゃないんですはいនេះមិនជាស្រុកឬក៏ភូមិរបស់ខ្ញុំទេមិនមែនជាស្រុកឬក៏មិនមែនជាភូមិឬក៏មិនមែនជាម្លុករបស់យើងមានកន្លែងយើងស្នាក់នៅណាបាទអញ្ចឹងទេហើយ答えはចម្លើយはいわかりましたはいわかりましたបាទអញ្ចឹងគឺថ្ងៃហ្នឹងចេះមានប្រយោគខ្លីៗដែលចែកជូនសម្រាប់បងប្អូនទាំងគ្នាសិក្សារៀនភាសាជប៉ុនប្រចាំថ្ងៃគ្នាយកទៅសិក្សាក៏ដូចជាទិញសម្រាប់យកទៅប្រើការប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុនក៏ដូចជាប្រើការចាំបាច់នៅពេលដែលជួបអាចារ្យនឹងសូមទិញឲ្យចាំនិងយកទៅប្រើទាំងគ្នាអញ្ចឹងចេះមានតែប៉ុណ្ណឹងបាទដើម្បីចែកជូនទៅដល់បងប្អូនគ្នាអូខេអញ្ចឹងគឺមានតែប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយទៀតអូខេបាយបាយ